បងស្រីខ្លាយនេះគឺជាអ្វីដែលពួកយើងរកឃើញអ្នកទៅរកនៅកន្លែងរបស់អ្នកទៅអ្នកអ៊ូស្អីខ្ញុំគ្រាន់តែមកត្រួតពិនិត្យថាពិតជាយិនសិនព្រៃមែនឬអត់ម៉ាក់ពិតជាយិនសិនព្រៃមែនទេពិតណាស់ថាមិនមែនទេនេះគ្រាន់តែជាជីជួមតែមានរូបរាងដូចយិនសិនព្រៃខ្លាំងណាស់ត្រូវបានគេហៅថាយិនសិនដីឬក្រោមដីរបស់វាមានជាថ្នាក់មិនមានការប្រៀបធៀបជាមួយយិនសិនព្រៃទេយិនសិនភ្នំនិងយិនសិនព្រៃក៏បែងចែកមិនដាច់ដែរប្អូនប្រុសទី2ការប្រកួតនេះអ្នកទទួលស្គាល់ចាញ់ទៅចោះខ្ជះខ្ជាយពេលវេលាទូតោធំឡើងនៅចន្ទបត់មិននឹងដែលធ្លាប់ឃើញឱសថមានតម្លៃដូចយិនសិនព្រៃនោះច្រឡំក៏ជារឿងធម្មតាទេលើកក្រោយកុំភ្ញាក់ផ្អើលទៀតរំខានស្លាប់ហើយទូតោមិនអីទេរកឃើញយិនសិនដីក៏ខ្លាំងណាស់ដែរត្រូវហើយយិនសិនដីក៏ជាឱសថតែរោងចក្រឱសថត្រូវការទោះបីជាលើកនេះប្រើមិនបានក៏ដោយតែក៏បានជួយពួកយើងច្រើនណាស់អ្នកគិតថាកូននៅតូចនៅឡើយអាចទទួលស្គាល់ខុសយ៉ាងម៉េចទៅលោកប៉ាអ្នកម៉ាក់មើលចុះបាក់សីមិនបានកុហកទេអ្នកមិនជឿទេឬអីយ៉ាលើកក្រោយប៉ាជីកតែម្នាក់ឯងទៅបានហើយមិនជឿបន្តិចណាទេលោកប៉ាអ្នកម៉ាក់ពួកយើងមានយិនសិនព្រៃច្រើនណាស់ហើយមិនក៏អាចពិតជាយិនសិនព្រៃមែនមើលទៅចំណេះដឹងឱសថរបស់បងស្រីថ្លៃមិនសូវល្អទេអ្នកកន្លែងផលិតយិនសិនព្រៃតូចបែបនេះពួកយើងមិនត្រូវការទេពួកយើងប្រកាសជានឹងរកកន្លែងធំជាងនេះកន្លែងនេះមើលទៅប្រហែលជាមានយិនសិនព្រៃរាប់រយដើមខ្ញុំតាក់ទងលោកលូមុនដើម្បីកំណត់កន្លែងនេះទីនេះគ្មានសញ្ញាសោះថ្ងៃចិត្តលេខហើយទីនេះគ្រោះថ្នាក់បន្តិចហើយពួកយើងរើទាំងនេះមុនទៅស្ក្រាប់យ៉ាសាកាជាមួយនឹងប្រេងយ៉ាសាកាលោកអ្នកគ្រាន់តែចំណាយពេលត្រឹមតែ3ទៅ5នាទីនឹងជួយជំរុះកោសិកាចាស់ៗបំបត្តិក្លិនឃ្លៀកក្លិនខ្លួនជួយឲ្យស្បែកសភ្លឺទន់មាត់រលោងភ្លាមៗបន្ទាប់ពីប្រើប្រាស់លើកដំបូងរូបមន្តពិសេសដែលផ្សំឡើងពីអំបិលរ៉ែសមុទ្រមានគ្រាប់ល្អិតតូចៗនៅក្នុងសាច់ស្ក្រាំវាជួយជំរុញទៅក្នុងការលាបឡេឲ្យកាន់តែសស្អាតនិងមានប្រសិទ្ធភាពហើយបើបានប្រើជាមួយនឹងឡេយ៉ាសាកាទៀតធានាថាពិតជាទទួលបានស្បែកសថ្លានិងភ្លឺមាត់រលោងបងប្អូនអាចមើលតាមរយៈ TikTok និង Page Facebook គឺមាន feedback អតិថិជនរាប់ម៉ឺននាក់ដែលអ្នកប្រើប្រាស់ហើយទទួលបានផលពិតៗប្រើជាឈុនស្បែកសកាន់តែលឿនជាមួយនឹងឈុតលេយ៉ាសាកាបងប្អូនអាចរកជាបានតាមរយៈ Page CEO យ៉ាសាកាឬតំណាងចែកចាយនៅតាមទីផ្សារទូទាំងប្រទេសអហេម៉ាក់នេះពិតជាអាចរកយិនសិនព្រៃឃើញទេទូតោនិងពួកគេរកឃើញមិនមែនជាកន្លែងយិនសិនព្រៃតែមួយគត់ទេឬបងធំបងស្រីខ្លាយយូរហើយអ្នកមិនទាន់រកឃើញទេឬពេលវេលាល្មមហើយទីនេះមិនមានសុវត្ថិភាពទេពួកយើងនឹងគួរតែចុះពីលើភ្នំទៅលោកពូបើខ្លាចអ្នកចុះទៅមុនទៅពួកយើងទើបតែរកឃើញកន្លែងយិនសិនព្រៃធំមួយកំពុងតែទៅជីកត្រូវទេប្អូនប្រុសណែណាគឺនៅទីនោះភ្នំនោះត្រជាក់ខ្លាំងណាស់ស័ក្តិសមបំផុតសម្រាប់ការលូតលាស់របស់យិនសិនព្រៃត្រូវទេម៉ាក់ត្រូវហើយស៊ឺអឺនរបស់យើងឆ្លាតណាស់ចេះយកចំណេះដឹងមកប្រើហើយអ្នកប្រញាប់ចុះពីលើភ្នំទៅកុំឲ្យពួកយើងខាប់ពេលរកយិនសិនព្រៃបើមកទៀតខ្ញុំនឹងស៊ីអ្នកទាំងអស់គ្នាពូធំកុំទៅទូតោទៅតែលឺជ្រូកព្រៃចង់ស៊ីអ្នកទាំងអស់គ្នាជ្រូកព្រៃស្អីជ្រូកព្រៃមកពីណាខ្ញុំមើលថាអ្នកគឺខ្លាចពួកយើងរកយិនសិនព្រៃបានច្រើនមិនចង់ឲ្យពួកយើងឈ្នះទេគឺជ្រូកព្រៃនៅលើភ្នំមួយទៀតមិនអាចរត់មកដល់ទីនេះបានតែទីនោះគ្មានយិនសិនព្រៃទេអ្នកចង់ន័យស្អីអ្នកចង់និយាយថាមានតែអ្នកទេដែលអាចរកយិនសិនព្រៃឃើញស៊ឺអឺរបស់យើងរកមិនឃើញទេស៊ឺអឺទើបជាផ្កាយនាំសំណាងរបស់គ្រួសារសៀវយើងគាត់និយាយថានៅក្នុងរូងភ្នំមានយិនសិនព្រៃប្រកាសជានឹងមានហើយឆាប់ចេញទៅឲ្យទូតោរំលឹកដោយចិត្តល្អអ្នកមិនទទួលយកក៏ហើយទៅចុះហេតុទាំងប្រើកម្លាំងទៀតមេចិត្តងងឹតហើយទោះគ្មានជ្រូកព្រៃក៏មានសត្វព្រៃផ្សេងទៀតទីនេះមិនមានសុវត្ថិភាពទេខ្ញុំនឹងអ្នកចុះពីលើភ្នំឲ្យលឿនទៅមិនខ្វល់សត្វព្រៃស្អីទេបើហ៊ានមកខ្ញុំនឹងវាយពួកវាឲ្យដួលទាំងអស់ពួកយើងច្រើនអ្នកយ៉ាងនេះខ្លាចជ្រូកព្រៃមួយក្បាលមែនទេប្អូនប្រុសទី2អ្នកតាំងពីតូច
មិនសូវក្លាហានជួបរឿងអ្វីក៏ចេះតែលាក់ខ្លួននៅពីក្រោយខ្ញុំមិនក៏ឥឡូវខ្លាចជាឪពុកគេហើយនៅតែបែបនេះភាពក្លាហានមិនមែនប្រើនៅពេលនេះទេខ្យល់ព្យុះកាន់តែខ្លាំងត្រីកាន់តែថ្លៃគោលការណ៍នេះអ្នកគួរតែយល់ហើយថ្ងៃនេះខ្ញុំនឹងបង្ហាញលោកប៉ាថាខ្ញុំពិតជាខ្លាំងជាងអ្នកឆាប់ទៅលោកប៉ាបណ្ដោយតាមពួកគេចុះតោះពួកយើងទៅអ្នកបន្ទាប់កាន់តែល្អមើលសូមជួយ share និង comment ដើម្បីទទួលបានភាពបន្តរហូតដល់ចប់ Scrap Yasaka ជាមួយនឹងប្រេង Yasaka លោកអ្នកគ្រាន់តែចំណាយពេលត្រឹមតែ 3 ទៅ 5 នាទីនឹងជួយជំរុះកោសិកាចាស់ៗបំបត្តិក្លិនឃ្លៀកក្លិនខ្លួនជួយឲ្យស្បែកសភ្លឺទន់មាត់រលោងភ្លាមៗបន្ទាប់ពីប្រើប្រាស់លើកដំបូងរូបមន្តពិសេសដែលផ្សំឡើងពីអំបិលរ៉ែសមុទ្រមានគ្រាប់ល្អិតតូចៗនៅក្នុងសាច់ Scrum វាជួយជំរុញទៅក្នុងការលាបឡេឲ្យកាន់តែសស្អាតនិងមានប្រសិទ្ធភាពហើយបើបានប្រើជាមួយនឹងឡេ Yasaka ទៀតធានាថាពិតជាទទួលបានស្បែកសថ្លានិងភ្លឺមាត់រលោងបងប្អូនអាចមើលតាមរយៈ TikTok និង Page Facebook គឺមាន feedback អតិថិជនរាប់ម៉ឺននាក់ដែលអ្នកប្រើប្រាស់ហើយទទួលបានផលពិតៗប្រើជាឈុនស្បែកសកាន់តែលឿនជាមួយនឹងឈុតលេ Yasaka បងប្អូនអាចរកជាបានតាមរយៈ Page CEO Yasaka ឬតំណាងចែកចាយនៅតាមទីផ្សារទូទាំងប្រទេស